ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសខេត្តជិតសមុទ្រត្រូវប្រុងប្រយ័ត្នខ្ពស់នាយកដ្ឋានឧតុនិយមថៃ TMD បានចេញសេចក្តីព្យាករណ៍ថ្មីបង្ហាញថានៅថ្ងៃទី 9 ខែតុលា ឆ្នាំ 2025 ខេត្តចំនួនជាង 40 ខេត្តនៅទូទាំងប្រទេសថៃនឹងប្រឈមភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់តំបន់ទីក្រុងបាងកកត្រូវបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ប្រហែល 70% ខណៈតំបន់ភាគខាងជើងនិងភាគឦសាននឹងទទួលរងភ្លៀងតិចជាងប៉ុន្តែអាចមានផ្គររន្ទះកើតឡើងការព្យាករណ៍នេះក៏បញ្ជាក់ថាតំបន់ភាគកណ្ដាលភាគបូព៌ានិងភាគខាងត្បូងនឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ជាពិសេសនៅខេត្តកញ្ចនបុរីឈុនបុរីរ៉ាយ៉ងសូរ៉ាត់ថានីនិងភូកេតជាមួយគ្នានោះផ្ទៃទឹកនៅក្នុងឈូងសមុទ្រថៃនិងសមុទ្រអាន់ដាម៉ាន់ក៏នឹងមានរលកខ្លាំងជាងធម្មតាប្រហែល 1 ទៅ 2 ម៉ែត្រនៅពេលដែលមានព្យុះអាជ្ញាធរមានសមត្ថកិច្ចបានណែនាំឲ្យប្រជាពលរដ្ឋរស់នៅតំបន់ជិតមាត់សមុទ្រប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងនិងកុំធ្វើដំណើរតាមទឹកនៅពេលអាកាសធាតុមិនប្រក្រតីអាជ្ញាធរថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋតាមដានសេចក្តីជូនដំណឹងឧតុនិយមជាបន្តបន្ទាប់ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតមានឡើងដោយសារអាកាសធាតុលំបាកនាពេលខាងមុខ